អក្សរ D ដែលវាស្មើនឹង limit x uncatalog anon នៃ1នៅលើ1គុណឲ្យ2បូកនឹង1នៅលើ1គុណឲ្យ3បូកនឹងបូកតរហូតដល់1នៅលើ n កតាយ n បូកនឹង1អញ្ចឹងគេមាន1នៅលើការកតាយការបូក1វាស្មើនឹង1នៅលើការដកនឹង1លើការបូកនឹង1បើសិនជាបងប្អូនចូលទៅមើលវីដេអូលោកគ្រូមុនអំពីការសម្ដែងចែកមុនផលបូកច្បាស់ជាដឹងហើយថាហ្នឹងគឺមកពីណាអញ្ចឹងណាអូខេអញ្ចឹងគេថាបើសិនជាការស្មើ1យើងអាចសរសេរបាន1លើ1គុណឲ្យ2ស្មើនឹង1លើ1ដកនឹង1លើ2បើការស្មើ2យើងអាចសរសេរបាន1នៅលើ2គុណឲ្យ3អញ្ចឹងវាស្មើនឹង1នៅលើ2ដកនឹង1នៅលើ3អញ្ចឹងបើការស្មើ3វាស្មើតគេរហូតដល់ការស្មើ n អញ្ចឹងវាស្មើនឹង1នៅលើ n កតាយ n បូក1ហើយស្មើនឹង1នៅលើ n ដកឲ្យ1នៅលើ n បូកនឹង1តបមកយើងធ្វើការបូកអង្គនឹងអង្គអញ្ចឹងគេទាញបាន1នៅលើ1គុណឲ្យ2បូកនឹង1នៅលើ1គុណសំទោសនៅលើ2គុណឲ្យ3ហើយបូកតរហូតដល់1នៅលើ n កតាយ n បូកនឹង1វាស្មើនឹង1នៅលើ1ដកឲ្យ1នៅលើ n បូកឲ្យ1បូកអង្គនឹងអង្គមានន័យថាអង្គខាងនេះយើងធ្វើការបូកវាបញ្ចូលគ្នាមកហើយអង្គខាងនេះក៏យើងធ្វើការបញ្ចូលបូកវាបញ្ចូលគ្នាមកអញ្ចឹងនៅពេលយើងបូកអង្គខាងនេះបញ្ចូលគ្នាទៅវាចូលទៅតាមតម្រងនេះដែរអញ្ចឹងណាអូខេអញ្ចឹងគេបាន limit d uncatalog anon នៃ1នៅលើ1គុណឲ្យ2បូកនឹង1នៅលើ2គុណឲ្យ3ហើយបូកតរហូតដល់1កតា1នៅលើ n កតាយ n បូក1អញ្ចឹងវាស្មើនឹង limit uncatalog anon នៃ1ដកនឹង1នៅលើ n បូក1ដូចនេះយើងទាញបាន d វាស្មើនឹង1ដកឲ្យ0អញ្ចឹង d របស់យើងគឺស្មើនឹង1